មកបងប្អូនជំរាបសួរថ្ងៃនេះបានវីដេអូរបស់យើងខ្ញុំជឿថាបងប្អូនប្រហែលជាដឹងហើយថាថ្ងៃនេះម្ហូបអីបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមឆាគ្រឿងឆាប្រហុកឆាអីអញ្ចឹងណាបងប្អូនដាក់ប៊ីចេងកទឹកត្រីយើងលួចបន្តិចទៅយើងផ្សាយផ្សំតាមនឹងទៅបងប្អូនហើយខ្ញុំជឿថាបងប្អូនប្រហែលជាដឹងហើយស្លោអីថ្ងៃនេះស្លោមកជូរគ្រឿងសណ្តែកគូជាមួយនឹងឆ្អឹងជំនីជ្រូករបស់យើងណាបងប្អូនយើងក៏ចាប់ផ្ដើមដាក់គ្រឿងផ្សាយផ្សំដែលខ្ញុំរៀបរាប់ពីមុនហ្នឹងហើយអស់ហើយយើងម្លេញគ្រឿងវាឲ្យចូលជាតិបន្តិចយើងដាក់ទឹកចូលហើយយើងម្ងាស់ឡើងយូរឲ្យវារីងទឹកឲ្យវាផុយសាច់ហើយចាំយើងដាក់សណ្តែកគូអញ្ចឹងណាបងប្អូនពីព្រោះអីសណ្តែកគូហ្នឹងយើងអត់ម្ងាស់យូរទេយើងដាក់តែមួយភ្លោកលើកទេហើយយើងអត់អាចទុកយូរទេតែទុកយូរស្វិតហើយរួចទៅយើងក៏ម្ងាស់វាទុកចោលបាត់ផ្លែតទៅយើងក៏ងាកទៅបេះម្រះប្រូពីខាងបងផ្ទះរបស់យើងនៅនឹងទៅបងប្អូនណាយកមកដាក់សម្លគ្រឿងសណ្តែកគូយើងនឹងទៅនិយាយពីថារសជាតិវារឹតតែឆ្ងាញ់រឹតតែអែមរឹតតែលយអញ្ចឹងណាបងប្អូនហើយនិយាយពីថាម្រះប្រូពីខាងបងផ្ទះខ្ញុំហ្នឹងណានិយាយពីសបោអើយសែនសបោឆាក្តៅមន់ក្តៅទីអីនិយាយពីថាបេះមកកញ្ច្រែងអីអត់អស់ទេពីព្រោះអីដើមវាច្រើនហើយនិយាយពីថាត្រូវមេឃភ្លៀងអញ្ចឹងគេលោះឡើងខ្ចីមវុគិតទៅនៅស្រុកស្រែយើងឲ្យតែយើងព្យាយាមលំោះដៃលំោះជើងដាំអីក៏រុះដាំអីក៏បានហូបដែរខែវស្សាអញ្ចឹងខ្ញុំជឿដែរមិនតាហើយគ្រាន់តែថាយើងខ្ជិលតាបើសិនជាអាសាព្យាយាមអីបន្លែបង្ការអីមិនចេះខ្វះហូបឯងបងប្អូនអើយនៅជនបទស្រុកស្រែយើងកាលណាយើងហូបបន្លែដែលយើងដាំខ្លួនឯងក៏យើងធានាសេរីសុវត្ថិភាពអញ្ចឹងណាបងប្អូនហូបទៅមានទំនុកចិត្តឲ្យហូបទៅពេញមាត់យ៉ាងណាទៅទេតែធ្វើមិនតំបន់យើងនេះដីវាមិនសូវល្អដូចគេនៅតំបន់ភ្នំបើតំបន់ភ្នំវិញដាំអីក៏រុះដាំអីក៏បានដែរនិយាយមានបន្លែបង្ការអីដាក់រុះតែសម្រាប់ដីកំបងផ្ទះខ្ញុំហ្នឹងប្តីរបស់ខ្ញុំគាត់ដាំប៉ុន្តែអត់សូវល្អបងប្អូនអើយបើឆ្ពៃវិញតកៅស៊ីឡើងអស់ហើយលីងអត់សូវល្អតកូនបើតកូនវិញអត់ដោះហ្មងដីហ្នឹងដូចថាវារឹងពេកចឹងទៅតកូនហ្នឹងវាអត់ផុសមកទៅជាអាក្របហ្នឹងវាអត់កាន់ដោះមកអញ្ចឹងណាវាមិនដឹងថាមូលហេតុអីខ្ញុំជឿថាមកពីដីវាអញ្ចឹងមកថាពិបាកណាបងប្អូនមិនមែនថាអាងមានដីចេះដាំដោះគ្រប់កន្លែងទេវាអ្នកខ្លះក៏គេចង់ដាំដូចតែយើងដែរគ្រាន់ថាដាំវាមិនកាក់កបអញ្ចឹងយើងក៏ឈប់ដាំអញ្ចឹងណាបងប្អូនហើយក៏គ្មានអីទេវីដេអូរបស់យើងបងប្អូនអើយក៏ដល់វគ្គខ្ញុំហូបបន្ទូលទៀនអញ្ចឹងទៅហើយមើលមាត់របស់ខ្ញុំនេះខ្មុំយកគ្មានអីទៀតទេឆ្ងាញ់ម្លឹងនោះនិយាយពីថាគិតលឿនធ្វើលឿនម្ហូបរបស់យើងក៏មិនមានអីយូរដែរហើយបែបងាយស្រួលអញ្ចឹងណាបងប្អូនបែបលក្ខណៈវាកនយប់ដែរហើយបងប្អូនមើលមេឃខាងក្រោយខ្ញុំមើលសតុំឡើងល្ងិតឆ្លប់ហើយអញ្ចឹងថ្ងៃនេះគិតលឿនធ្វើលឿនលហន់ខ្លាំងមែនតែនពីព្រោះតែយប់ទៀតវីដេអូរបស់ខ្ញុំថតអត់សូវច្បាស់ទេបងប្អូនអើយហើយក៏គ្មានអីដែរសូមជម្រាបលាបាយបងប្អូនត្រឹមប៉ុណ្ណឹងសិនហើយអរគុណជម្រាបលា